កម្ពុជាបដិសេធដាច់អហង្ការនិងតវ៉ាយ៉ាងខ្លាំងក្លាចំពោះការចុះបញ្ជីប្រាសាទខ្មែរក្នុងបញ្ជីបុរាណដ្ឋានជាតិរបស់ថៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី13ខែឧសភាឆ្នាំ2026នេះបានចេញសេចក្តីថ្លែងការណ៍ជាផ្លូវការដើម្បីធ្វើការតវ៉ាយ៉ាងខ្លាំងក្លានិងបដិសេធយ៉ាងដាច់ខាតចំពោះការសម្រេចចិត្តរបស់ក្រសួងវិចិត្រសិល្បៈថៃក្នុងការចុះបញ្ជីបណ្ដុំប្រាសាទនិងបុរាណដ្ឋានដែលស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជាទៅក្នុងបញ្ជីជាតិបុរាណដ្ឋានរបស់ប្រទេសថៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជាបានដឹងថាទីតាំងដែលរងការរំលោភបំពានដោយការចុះបញ្ជីពីភាគីថៃនោះរួមមានប្រាសាទតាមាន់ប្រាសាទតាក្របីប្រាសាទខ្នារនិងបណ្ដុំទីតាំងបុរាណដ្ឋានទាំងឡាយតាមបណ្ដោយព្រំដែនដែលស្ថិតក្នុងដែនអធិបតេយ្យភាពនៃព្រះរាជាណាចក្រកម្ពុជាក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានបញ្ជាក់យ៉ាងច្បាស់ថាសកម្មភាពរបស់ភាគីថៃគឺជាការសម្រេចចិត្តជាឯកតោភាគីដែលខ្វះមូលដ្ឋានច្បាប់អន្តរជាតិកម្ពុជាចាត់ទុកការចុះបញ្ជីនេះថាជាអំពើខុសច្បាប់និងរំលោភលើបូរណភាពទឹកដីរបស់ខ្លួនទង្វើនេះមិនត្រឹមតែផ្ទុយនឹងការពិតជាប្រវត្តិសាស្ត្រប៉ុណ្ណោះទេប៉ុន្តែថែមទាំងប៉ះពាល់ដល់ស្មារតីមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជាទាមទារឲ្យក្រសួងវិចិត្រសិល្បៈថៃបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពទាំងឡាយណាដែលនាំឲ្យមានការភ័ន្តច្រឡំនិងរំលោភបំពានលើអធិបតេយ្យភាពកម្ពុជាព្រះរាជាណាចក្រកម្ពុជានៅតែរក្សាជំហររឹងមាំក្នុងការការពារមរតកវប្បធម៌និងបូរណភាពទឹកដីរបស់ខ្លួនដោយប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិនិងសន្ធិសញ្ញានានាដែលមានជាធរមាន